ពិតជាអស្ចារ្យណាស់ស្ត្រីខ្មែរមួយរូបឈ្នះមកុដអន្តរជាតិនៅផ្ទះលេខ2 Hello everyone, my name is Sophia Dom, your Miss Tourism International Cambodia 2026. ជំរាបសួរស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុង channel របស់ខ្ញុំថ្ងៃនេះផងដែរខ្ញុំពិតជាសប្បាយរីករាយជាខ្លាំងដែលបានមកជួបបណ្ដាអ្នកគាំទ្រសាជាថ្មីហើយថ្ងៃនេះផងដែរខ្ញុំនឹងយកជីវប្រវត្តិរបស់បេក្ខនារីមួយរូបដែលគាត់ទើបតែបញ្ចប់កម្មវិធីប្រកួតកម្មវិធីបវរកញ្ញាមួយនៅឯប្រទេសថៃហើយវាពិតជារឿងដែលសប្បាយរីករាយនិងភ្ញាក់ផ្អើលជាខ្លាំងដែលគាត់អាចក្លាយទៅជា one of the title នៅក្នុងកម្មវិធីដែលរៀបចំដោយប្រទេសនោះថែមទៀតតោះយើងទៅតាមជីវប្រវត្តិរបស់បេក្ខនារីដ៏ក្លាហានរបស់កម្ពុជាដែលហ៊ានស្ពាយឈាងកម្ពុជាចូលរួមប្រកួតនៅក្នុងប្រទេសថៃទាំងអស់គ្នាសុភាឧត្តមគឺជាស្ត្រីខ្មែរម្នាក់ដែលមានទំនុកចិត្តនិងការតស៊ូខ្ពស់អ្នកនាងជាម្ដាយដែលមានកូន6នាក់និងជាអ្នកជំនួញមុនពេលឈានចូលក្នុងពិភពបវរកញ្ញាសម្រាប់ស្ត្រីដែលរៀបការហើយនាងបានចំណាយពេលជាច្រើននៅក្នុងការកសាងភាពជឿជាក់សមត្ថភាពនិយាយជាសាធារណៈនិងការតំណាងឲ្យស្ត្រីសម័យទំនើបម្នាក់សម្រាប់សុភាឧត្តមការប្រកួតមិនមែនគ្រាន់តែជាការប្រកួតសម្រស់ប៉ុណ្ណោះទេប៉ុន្តែឱកាសដើម្បីបង្ហាញពីសក្តានុពលរបស់ស្ត្រីខ្មែរនៅលើឆាកអន្តរជាតិក្នុងឆ្នាំ2024សុភាឧត្តមបានឈ្នះមកុដ Mrs. Oceania 2024ការប្រកួតនេះបានក្លាយជាចំណុចផ្លាស់ប្ដូរដ៏សំខាន់មួយក្នុងជីវិតរបស់អ្នកនាងខណៈដែលនាងបានឈ្នះមកុដធំនិងក្លាយជា Grand Winner នៅក្នុងកម្មវិធីជ័យជំនះនេះបានបង្ហាញថាស្ត្រីខ្មែរអូស្ត្រាលីក៏អាចប្រកួតប្រជែងនិងឈ្នះលើឆាកអន្តរជាតិបានដូចគ្នាចាប់តាំងពីពេលនោះមកសុភាឧត្តមបានចាប់ផ្ដើមទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រវិស័យបវរកញ្ញាទាំងក្នុងស្រុកនិងក្រៅស្រុកក្រោយពីទទួលបានជោគជ័យសុភាឧត្តមមិនបានបញ្ឈប់ត្រឹមប៉ុណ្្នឹងទេនាងបានបន្តដំណើរទៅកាន់ Mrs. Global 2025ដែលជាកម្មវិធីដ៏ល្បីល្បាញមួយសម្រាប់ស្ត្រីរៀបអាពាហ៍ពិពាហ៍រួចរាល់ជុំវិញពិភពលោកហើយកម្មវិធីនោះផងដែរមានបេក្ខនារីប្រមាណជាង80ប្រទេសមកពីជុំវិញពិភពលោកទោះបីជាការប្រកួតប្រជែងយ៉ាងស្វិតស្វាញយ៉ាងណាក៏ដោយសុភាឧត្តមបានបង្ហាញពីសមត្ថភាពនិងភាពជឿជាក់របស់ខ្លួនរហូតអាចឈានជើងចូលថប់កំពូលទាំង15ក្នុងឆ្នាំ2026សុភាឧត្តមត្រូវបានជ្រើសរើសជា Mrs. Cambodia Tourism Queen International 2026ដើម្បីតំណាងឲ្យប្រទេសកម្ពុជាទៅប្រកួតនៅប្រទេសថៃក្នុងកំឡុងពេលប្រកួតនាងបានផ្សព្វផ្សាយអំពីវប្បធម៌ទេសចរនិងអត្តសញ្ញាណជាតិខ្មែរតាមរយៈវីដេអូសកម្មភាពផ្សេងៗជាច្រើនទៀតរូបរាងដ៏ស្រស់ស្អាតការតុបតែងខ្លួនប្រកបដោយភាពឆើតឆាយនិងភាពជឿជាក់លើឆាកបានធ្វើឲ្យនាងក្លាយជាបេក្ខភាពម្នាក់ដែលលេចធ្លោនៅក្នុងកម្មវិធីក្រោយការប្រកួតដ៏ស្វិតស្វាញសុភាឧត្តមបានបង្កើតប្រវត្តិសាស្ត្រមួយសម្រាប់ខ្លួនឯងនិងសម្រាប់កម្ពុជាដោយទទួលបានតំណែង Mrs. Global Tourism 2026ជ័យជំនះនេះមិនត្រឹមតែមោទនភាពសម្រាប់នាងប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាការបង្ហាញថាស្ត្រីខ្មែរមានសមត្ថភាពនៅក្នុងការប្រកួតប្រជែងនៅលើឆាកអន្តរជាតិផងដែរដំណើររបស់សុភាឧត្តមគឺជាភស្តុតាងមួយដែលបង្ហាញថាក្តីស្រមៃការខិតខំប្រឹងប្រែងនិងភាពជឿជាក់លើខ្លួនឯងអាចនឹងនាំមកនូវភាពជោគជ័យសូមអបអរសាទរចំពោះសុភាឧត្តមចំពោះសមិទ្ធផលដ៏អស្ចារ្យនេះហើយនឹងសូមជូនពរឲ្យនាងបន្តនាំយកមោទនភាពជូនប្រទេសកម្ពុជានាថ្ងៃអនាគត